Chưa chụp nghiệp xua nè tặng khné chụp bộ video này nhung trong một chạy lấy to video muốn đại video muốn cứ dương vậy tại tôi chụp mùi nâng comment line mà chỉ luôn nó không liên lịch chẳng ở đóនេះគឺខ្ញុំនិយាយតាក់ទងជាមួយនឹង iNote ហើយនឹង Handlink និង Shopelink អញ្ចឹងiNote គឺជា database វា store នៅព័ត៌មានផ្សេងៗទាំងអស់នៅក្នុង database ហើយវាលើកឡើងតែឈ្មោះហើយនឹង container ដែរដែលវា store នៅក្នុង iNote ហ្នឹងឯងហើយhandlink វាអាចធ្វើការ like copy file of file reference file ហើយsam file size មានន័យថា file ដែលយើងបញ្ចូលទៅគឺវាបញ្ចូលទិន្នន័យស្មើគ្នាវាមាន iNote ដូចគ្នាហើយចំពោះ head file ហ្នឹងគឺយើងអាច store បានតែ file ទេហើយចំពោះshortlink វិញវាជាវាប្រៀបបានដូចជា shortcut របស់ computer Windows របស់យើងដែរហើយវាមាន iNote វាផ្សេងគ្នារាល់ទិន្នន័យរបស់វាគឺបញ្ចូលដាច់ដោយឡែកគ្នាវាអត់ចូលគ្នាអញ្ចឹងយើងនឹងចាប់ផ្ដើមចូលទៅដល់ការបង្ហាញវីដេអូ example របស់ខ្ញុំតែម្ដងអញ្ចឹងមុននឹងនេះខ្ញុំធ្វើការចូលទៅ local របស់ខ្ញុំសូមចុច ls ដើម្បីមើលអញ្ចឹង file របស់ខ្ញុំអត់ទាន់បានបង្កើតទេខ្ញុំសូមបង្កើត file មួយឈ្មោះថា file 1 ចា៎ file 1.tet ចឹងខ្ញុំធ្វើការចុច ls មកដើម្បីធ្វើការបង្ហាញបន្ទាប់ពីយើងធ្វើការនេះហើយខ្ញុំធ្វើការបង្កើត file source file មួយទៀត file 1.tet file source.tt ចឹងខ្ញុំធ្វើការចុច ls មកវានឹងឃើញមាន file 1 និង file source ហ្នឹងឯងចឹងខ្ញុំធ្វើការបញ្ចូលទិន្នន័យចូលទៅកាន់ file 1.tt របស់យើងមកចឹងយើងធ្វើការបញ្ចូលយើងគ្រាន់តែចុចescape មួយមកហើយយើងធ្វើការបញ្ចូលទិន្នន័យរបស់យើងបានចឹងខ្ញុំដាក់ hello linux handlinkសុកhandlink ហ្នឹងឯង handlink ចឹងខ្ញុំដាក់ប៉ុណ្ណឹងហើយខ្ញុំធ្វើការចុច enter មកហើយខ្ញុំធ្វើការចុច shift បូក semicolon ហើយបន្តមក sorry ចុច escape មកហើយយើងធ្វើការចុចcommand shift semicolon អញ្ចឹងវានឹងបានសូវនៅខាងក្រោមនេះយើងចុច ap មក wq ហ្នឹងសម្រាប់អ្នកទាំងអស់គ្នាប្រើ Windows អ្នកទាំងអស់គ្នាចុចkey press ហើយជាមួយនឹង shift បូកសញ្ញាចុច2អញ្ចឹងខ្ញុំធ្វើការចុច enter មកវានឹងបានបញ្ចូលអញ្ចឹងខ្ញុំធ្វើការ check ទិន្នន័យរបស់ខ្ញុំទៅលើ file 1ដែលខ្ញុំបានបញ្ចូលមិញ .tt អញ្ចឹងវាឃើញ hello linux handling អញ្ចឹងយើងបានបញ្ចូលបានប៉ុណ្ណឹងហើយយើងធ្វើការ check ខ្ញុំសូម check ទៅលើទិន្នន័យថាវាមានទំហំប៉ុន្មាន il យើង check ទាំងអស់អញ្ចឹងយើងចូលមកយើងឃើញមានឈ្មោះ iNote របស់យើងដូចគ្នាដោយដែលនិយមន័យរបស់ខ្ញុំនិយាយមុនហ្នឹងហើយវាមានទិន្នន័យឈ្មោះវាក៏ដូចគ្នាដែរទំហំ size វារបស់វាក៏ដូចគ្នាដែរហ្នឹងហើយអានេះចំពោះ handling របស់យើងបើសិនអ្នកនរគ្នាចង់តេស្តគឺយើងអាចធ្វើការបញ្ចូល vi file 1 ឬក៏ file 2វានឹងបញ្ចូលទិន្នន័យទៀតដែរអញ្ចឹងខ្ញុំសូមធ្វើការបញ្ចប់ទៅលើ handling ប៉ុណ្ណឹងអញ្ចឹងខ្ញុំសូមបញ្ចូលទៅកាន់សូមបញ្ចប់ទៅលើ handling ប៉ុណ្ណឹងហើយខ្ញុំចូលទៅកាន់មួយទៀតដែលនិយាយតាក់ទងជាមួយនឹងShortlink អញ្ចឹងដើម្បីធ្វើការបង្កើតទៅលើ Shortlink បានខ្ញុំធ្វើការវាថាខ្ញុំត្រូវមាន file បង្កើតសូមបង្កើត file comment ln ហើយនឹង s ហើយខ្ញុំធ្វើការបង្កើតចេញពី file 2ខ្ញុំដាក់ tt ហើយខ្ញុំបង្កើតឈ្មោះ file ថា source.tt ចុះអញ្ចឹងខ្ញុំធ្វើការបង្កើតថ្មី file source នេះអញ្ចឹងខ្ញុំធ្វើការ check វិញថាវាមានទិន្នន័យឬក៏នៅអញ្ចឹងពេលដែលខ្ញុំចូលមក check ឃើញ iNote របស់វាគឺផ្សេងគ្នាទាំងអស់ហើយឃើញ file source នេះវាមានទំហំ9 ខុសគេអញ្ចឹងខ្ញុំធ្វើការបញ្ចូលទិន្នន័យទៅលើ file 1ដើម្បីឲ្យដឹងថាវាដើរវាមានលេខ iNote ផ្សេងគ្នាអញ្ចឹងខ្ញុំធ្វើការបញ្ចូលទិន្នន័យទៅលើ file 1
file 1.txt របស់ខ្ញុំមកកន្លែងនេះយើងប្រើ s កាលនេះយើងប្រើចុចមកខ្ញុំដាក់ hello everyone hello Linux handling ហើយខ្ញុំធ្វើការចុច escape ហើយចុច shift បូកនឹង semicolon អញ្ចឹងយើងធ្វើការចុច WQ យើងនឹងចេញមកដល់ file របស់យើងវិញហើយខ្ញុំធ្វើការចុច ls il មកនេះអញ្ចឹងយើងឃើញពេលយើងបញ្ចូល comment ទៅលើ file លេខ1គឺវាកើនផ្សាយទៅលើ file លេខ1ទេ inode របស់វាផ្សេងគ្នាទាំងអស់ហ្នឹងឯងអញ្ចឹងខ្ញុំធ្វើការឧទាហរណ៍ឥឡូវខ្ញុំបញ្ចូលលើ file 2ហើយនឹង file ទៅលើ file 2វាមានអីកែប្រែអត់អញ្ចឹងខ្ញុំធ្វើការបញ្ចូលទៅនេះខ្ញុំធ្វើការចុច vi file 2.txt មក txt ហ្នឹងហើយខ្ញុំធ្វើការចុចenter មកធ្វើការបញ្ចូលទៅនេះមកអញ្ចឹងខ្ញុំដាក់hello Linux អញ្ចឹងវាបញ្ចូលតិចជាងមុនIT មួយទៀតចុះចុច escape មកចុច shift សញ្ញា semicolon ត្រែ WQ អញ្ចឹងខ្ញុំធ្វើការចុច ls សញ្ញា il ដើម្បី check មើលទៅនេះថាវាមានទំហំប្រមាណនេះអញ្ចឹងវាកើនបានដល់19គឺតិន័យទាំងអស់ហ្នឹងវាអត់កើនទេយើងបញ្ចូល file ណាគឺយើងបញ្ចូលទៅលើ inode ណាគឺវាកើនទៅលើ inode ហ្នឹងហើយចំពោះវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងហ្នឹងហើយចាំជួបគ្នានៅវីដេអូក្រោយទៀតនៅលើ session note ទី4ដែលនេះគឺជា session note ទី